កូនទូរយុទ្ធវាសម្រាប់ម្ដាយបង្កើតរបស់ខ្លួនឯងតតែស្លាប់ហើយការនេះកើតឡើងនៅខេត្តបាត់ដំបងស្រុករុក្ខាគិរីករណីកូនប្រុសវាយម្ដាយបង្កើតរបស់ខ្លួនឯងតតែស្លាប់ចាហើយស្លាប់នឹងគឺអត់ដោយអធមមែនតែនដោយសារតែវាយកឈើមូលយកទៅវាយបងប្អូនហើយវាយចំក្បាលរបស់គាត់ខាងក្រោយនេះបងប្អូនហើយអត់ដោយអធមមែនតែនហើយលោកយាយមានអាយុ65ឆ្នាំទៅហើយគាត់ស្លាប់នឹងគឺស្លាប់ពេលថ្ងៃនេះទៅវាវាយសម្រាប់ពេលថ្ងៃហ្មងបងប្អូនចានៅថ្ងៃទី16ខែឧសភាពីម្សិលមិញនឹងឯងបងប្អូនព័ត៌មាននឹងនៅខេត្តបាត់ដំបងមិនដឹងជាវាមានរឿងស្អីជាមួយនឹងម្ដាយបានធ្វើបាបម្ដាយដល់ថ្នាក់ហ្នឹងវាវាយសម្រាប់ហ្មងហើយបងប្អូនចឹងបានគេហៅថាកូនទូរយុទ្ធណាខ្ញុំមិនដឹងថាគួរហៅវាបែបម៉េចទេដល់ពេលចឹងវាសាហាវខូខើមែនតើហ្មងបងប្អូនសម្រាប់ម្ដាយរបស់ខ្លួនឯងហែងក៏ឈួតម៉េចហ៎ហែងក៏ដេរថៃម៉េចម្ដាយខំចាំហែងដល់ហែងអាយុ37ឆ្នាំហែងក្បាលកាចាស់ហើយហែងទៅវាយធ្វើបាបគាត់សម្រាប់គាត់អញ្ចឹងណាហើយគាត់អាយុ65ឆ្នាំហើយគាត់មានកម្លាំងណាទៅទប់ទល់ជាមួយនឹងហែងជាកូនណាទោះបីម្ដាយខុសឬមួយក៏មិនក៏ដោយក៏ហែងអត់ត្រូវទៅសម្រាប់ម្ដាយចឹងដែរហើយលែងយកដំបងយកមកវាយសម្រាប់វាសម្រាប់ម្ដាយចឹងបងប្អូនគិតមើលថាតើសមអត់ខ្ញុំមិនដឹងថាអាបុគ្គលមួយនេះគួរតែដាក់ទោសវាបែបម៉េចឲ្យវាសមនឹងទង្វើដែលវាបានធ្វើចំពោះម្ដាយហើយម្ដាយខំបកកើមកចិញ្ចឹមដល់ហែងក្បាលកាចាស់អាយុ37ឆ្នាំហែងតបស្នងគាត់សងគុណគាត់ដោយការវាយសម្រាប់គាត់អញ្ចឹងមែនអានៅតូចណាម្ដាយខំប្រឹងចិញ្ចឹមសម្ោចមិនតិចវាលើក៏មិនឲ្យវាផងស្រឡាញ់កូនណាសុខចិត្តអត់មាត់ខ្លួនឯងឲ្យតែបានកូនដល់ពេលកូនធំឡើងលេងក្បាលកាចាស់ហើយសងគុណម្ដាយដោយការសម្លាប់ម្ដាយចឹងហ្មងហែងនៅរੂអីហែងដឹងតើនៅរੂគ្មានថ្ងៃចាប់ជាតិហ្មងអញហ៊ាននិយាយចឹងហ្មងអីត្រូវអីក៏នៅតែជាម្ដាយព័ត៌មានដល់ពេលដល់ថ្នាក់ហ្នឹងខ្ញុំមិនដឹងថាត្រូវនិយាយមិនគួរតែរកពាក្យមិនឲ្យនិយាយសមនឹងបុគ្គលហ្នឹងណាបងប្អូនយល់ទេគេម្នាក់គេស្រឡាញ់ម្ដាយចង់ងាប់គេខំប្រឹងថែរក្សាម្ដាយណាម្ដាយឈឺខំប្រឹងកូនម្នាក់ខំប្រឹងរកលុយដើម្បីយកម្ដាយទៅពេទ្យព្យាបាលជំងឺម្ដាយគេចង់នៅជាមួយអ្នកមានគុណគេដល់យូរណាស់ឯងមានម្ដាយនៅនឹងភ្នែកនៅឈរចងងទៅវាយសម្រាប់ម្ដាយអញមិនដឹងថាខួរក្បាលឯងហែងគិតស្អីព្រមតើវាដាច់ចិត្តវាយសម្រាប់ហ្នឹងបងប្អូនខ្ញុំមិនដឹងថាវាធ្វើបាបម្ដាយប្រហែលថ្ងៃប្រហែលលើកប្រហែលខ្សែតម្រាំតែយើងដឹងរឿងដល់ពេលយើងដឹងរឿងវាសម្រាប់ម្ដាយបាត់ដល់ពេលចឹងទៅអត់មានពីណាគេជួយទាន់ទេម្ដាយខំប្រឹងបង្កើតកូន9ខែ10ថ្ងៃអស់ឈាមទាំងធ្លុកណាអាប្រដាប់ភេទហ្នឹងសឹងតែលហែកចេញពីគ្នាអស់ហើយម្ដាយខ្លះខំប្រឹងលះបង់ជីវិតដើម្បីតែបង្កើតកូនបងប្អូនដែរឃើញទេបង្កើតកូនចេញមកឲ្យខ្លួនឯងគឺបាត់បង់ជីវិតណាដែរឃើញអត់ហើយឥឡូវមកតបស្នងសងគុណម្ដាយដោយសារតែអញ្ចឹងមែនណាអាហ្នឹងឯងភាពតបស្នងសងគុណម្ដាយរបស់ហែងដែលធ្វើដាក់ទៅលើម្ដាយអញ្ចឹងមែនប្រាប់ឯងនៅរੂកុំថាឡើយដល់សម្រាប់ម្ដាយណាសំបីតែប្រើសម្ដីធ្ងន់ឬមួយក៏ប្រើសម្ដីអសុរៈដាក់ម្ដាយក៏ហែងគ្មានថ្ងៃចាត់ជាតិដែរណាព្រោះម្ដាយជាអ្នកមានគុណចង់និយាយថាយើងមកជាតិនេះទោះបីយើងធ្វើអ្វីក៏ដោយគឺយើងសងគុណម្ដាយអត់អស់ទេបងប្អូនសងគុណអត់អស់ទេប៉ុន្តែយើងបដូរពីពាក្យសងគុណហ្នឹងមកពាក្យតបគុណវិញអាហ្នឹងបានយើងត្រូវនិយាយត្រូវប៉ុន្តែបើសងគុណណាមួយជីវិតនេះគឺសងគុណម្ដាយអត់អស់ទេបងប្អូនទោះបីយើងធ្វើអីក៏ដោយក៏សងគុណលោកអ្នកមានគុណអត់អស់ដែរគេមានម្ដាយនៅចិត្តគេមានតែខំប្រឹងរកស៊ីថែរក្សាការពារម្ដាយហើយម្ដាយចាស់អញ្ចេះទៀតមានតែខំប្រឹងរកស៊ីដើម្បីមើលថែគាត់ចិញ្ចឹមគាត់ប៉ុន្តែឯងនេះមានម្ដាយនៅឈរចងងចឹងហើយទៅវេសម្រាប់ម្ដាយវិញអញអត់យល់ហ្មងដល់ពេលអញ្ចឹង